សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននារសៀលនេះនាងខ្ញុំសូមអនុញ្ញាតធ្វើបច្ចុប្បន្នភាពជូនអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីស្ថានភាពនៃការរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5នៅថ្ងៃទី19ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី13ហើយចាភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នាងខ្ញុំសូមជម្រាបជូនអំពីស្ថានភាព1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃបន្តវាយប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង7:00នាទីព្រឹកដល់វេលាម៉ោង16:00នាទីរសៀលថ្ងៃទី19ខែធ្នូឆ្នាំ2025នៅវេលាម៉ោង9:23នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រភ្នំ333នៅវេលាម៉ោង9:50នាទីយោធាថៃបានបាញ់កាំភ្លើងធំចូលក្នុងភូមិសាស្ត្រគោល8នៅវេលាម៉ោង14:00នាទីរសៀលយោធាថៃបានបាញ់កាំភ្លើងធំនិងប្រើប្រាស់ drone អត្តឃាតចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំថ្មដូននិងដំណាក់ស្ដេចនៅវេលាម៉ោង15:20នាទីរសៀលយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិសាស្ត្រភ្នំត្រងោលនៅវេលាម៉ោង15:30នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងភូមិសាស្ត្រពាក់ស្បែកចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត2ស្ថានភាពនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងសមរភូមិខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង9:00នាទីព្រឹករហូតដល់វេលាម៉ោង16:00នាទីរសៀលថ្ងៃទី19ខែធ្នូឆ្នាំ2025នៅវេលាម៉ោង9:38នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងត្បាល់ផ្លោងចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង9:45នាទីព្រឹកយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងផ្ទះប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់ស្ថិតនៅក្នុងភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង10:34នាទីយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលនៅភូមិសាស្ត្រភ្នំប្រាក់នៅវេលាម៉ោង13:33នាទីរសៀលយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រចំការគរស្រុកស្វាយជែកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង13:40នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង14:02នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង14:10នាទីយោធាថៃបានបន្តបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រភូមិចំការគរនៅវេលាម៉ោង14:20នាទីយោធាថៃបានបាញ់ផ្លោងជ្រុំចូលក្នុងភូមិសាស្ត្រចំការគរបន្ថែមទៀតនៅវេលាម៉ោង14:32នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទត្បែងភូមិត្បែងឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យនៅវេលាម៉ោង14:43នាទីយោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រអូសួស្តីនៅវេលាម៉ោង15:23នាទីយោធាថៃបានបាញ់ផ្លោងជ្រុំចូលក្នុងភូមិសាស្ត្របឹងត្រកួនចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់កងកម្លាំងរបស់យើងនៅបន្តឈរជើងនិងតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្រសួងការពារជាតិសូមធ្វើការបញ្ជាក់ជូនសារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេ
ដែលបានធ្វើការវាយប្រហារមកលើទីតាំងដែលប្រជាជនស៊ីវិលរបស់កម្ពុជានឹងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបានបាត់បង់ជីវិតរហូតដល់18នាក់ក្នុងនោះមានទារក1នាក់ផងដែរនឹងបានបង្កឲ្យមានរបួសដល់ប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាមានចំនួនកើនឡើងរហូតដល់79នាក់នេះគឺជាតួលេខគិតត្រឹមថ្ងៃទី19ខែធ្នូឆ្នាំ2025វេលាម៉ោង7ព្រឹកការប្រើប្រាស់សភាវុធធនធ្ងន់ដែលមានសមត្ថភាពបំផ្លាញកម្រិតខ្ពស់គ្រប់ប្រភេទរបស់ប្រទេសថៃនិងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ដើម្បីទន្ទ្រានយកទឹកដីរបស់កម្ពុជាគឺជាការរំលោភបំពានចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិសកម្មភាពដែលគ្មានទំនួលខុសត្រូវនិងខុសច្បាប់បែបនេះបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងមូលដ្ឋានគ្រឹះនៃសណ្ដាប់ធ្នាប់អន្តរជាតិផងដែរកម្ពុជាទាមទារឲ្យភាគីថៃបញ្ឈប់រាល់ការផ្សាយព័ត៌មានមិនពិតដោយចេតនាក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួនដោយលាបពណ៌កម្ពុជាមូលបង្កាច់កម្ពុជាដើម្បីយកជាលេសបង្កើនភាពតានតឹងក្នុងគោលបំណងបម្រើដល់សកម្មភាពឈ្លានពានបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាយើងក៏សូមអំពាវនាវឲ្យកងទ័ពថៃបញ្ឈប់ជាបន្ទាន់នៅទង្វើភូតភរកុហកបោកប្រាស់បំភ្លៃការពិតមិនចេះអស់មិនចេះហើយងាកមករកមាគ៌ាសន្តិភាពឡើងវិញតាមរយៈបញ្ឈប់នៅទង្វើឈ្លានពានរបស់ខ្លួនគោរពបទច្បាប់ដែលខ្លួនបានបំពេញនិងអនុវត្តឡើងវិញនៅសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃកងទ័ពថៃត្រូវតែបង្ហាញភាពស្មោះត្រង់របស់ខ្លួនប្រកបដោយតម្លាភាពនិងសុឆន្ទៈដោយស្ដែងចេញតាមរយៈទង្វើដែលមានការទទួលខុសត្រូវខ្ពស់និងគោរពច្បាប់អន្តរជាតិឲ្យបានម៉ឺងម៉ាត់មិនមែនតាមរយៈវោហារស័ព្ទនិងការភូតភរកុហកនោះទេក្នុងន័យនេះកម្ពុជាអំពាវនាវឲ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់អារីភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់កម្ពុជាសូមបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃប្រកបដោយសុឆន្ទៈនិងទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញាព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់សម្ដៅស្វែងរកដំណោះស្រាយមួយដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិកម្ពុជាសង្ឃឹមផងដែរថាភាគីថៃនឹងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលផ្ដួចផ្ដើមគំនិតដោយឯកឧត្តមប្រធានាធិបតី Donald Trump និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលភាគីកម្ពុជានិងថៃបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ដោយកម្ពុជាដែរសូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជាបាននឹងកំពុងឈរជើងយ៉ាងរឹងមាំម៉ឺងម៉ាត់ស្វាហាប់មោះមុតនឹងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយនឹងពួកសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះបីក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋបន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដ៏អង់អាចក្លាហានរបស់យើង
ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិរាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្គអាចក្លាហាននិងដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយសម្រាប់ព័ត៌មានបន្ថែមអំពីស្ថានភាពនៅជួរមុខក្រសួងការពារជាតិនឹងមានចេញផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិ Greetings to the general public members of the press. This afternoon, I would like to update on the situation of the Thai invasion and armed attacks launched on Cambodian territory in the 4th and 5th military regions on December 19, 2025, which enter certain day. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of the Thai aggression and attacks on certain areas within the sovereign territory of Cambodia. First, the frontline situation at the 4th military region in Udon Minchai and Preah Vihear provinces. The Thai military continued its attack on Cambodia from 7 a.m. to 4 p.m. on December 19, 2025. At 9:23 a.m., the Thai military shelled into the area of Bayroi Sambay Hill. At 9:50 a.m., the Thai military fired artillery shell into the area of Kol Prambay. At 2 p.m., the Thai military fired artillery shell and deployed kamikaze drone to bombard the area of Tamon Temple, Tmodon, and Damnak Sadat. At 3:20 p.m., the Thai military fired artillery shell into the area of Phnom Trangal. At 3:30 p.m., the Thai military deployed F-16 fighter jets to bomb the area of Pek Sbai. The situation in other areas remains calm, but our force continue to monitor closely and remain highly vigilant. Second, the frontline situation at the 5th military region in Banteay Meanchey and Posat provinces. The Thai military continue its attack on Cambodia from 9 a.m. to 4 p.m. on December 19, 2025. At 9:38 a.m., the Thai military fired mortar into the area of Opluk Damrai. At 9:45 a.m., the Thai military continued to launch artillery shell into the civilian area of Bang Trakun, Kok Romiet Commune, Thmo Puk District, Banteay Meanchey Province. At 10:34 a.m., the Thai used toxic gas in the area of Phnom Prak. At 1:33 p.m., the Thai shelled into the area of Chomkako village, Swai Chek district, Banteay Meanchey province. At 1:40 p.m., the Thai military continued to shell into the area of Prejan village. At 2:02 p.m., the Thai military shelled into the area of Bang Trakun. At 2:10 p.m., the Thai military shelled into the area of Chomkako village. At 2:20 p.m., the Thai military shelled into the area of Chomkako village. At 2:32 p.m., the Thai military shelled into the area of Tbang Temple, Prasat Tbang village, Banteay Chma commune, Thmo Puk district, Banteay Meanchey province. At 2:43 p.m., the Thai military continued shelling the area of Osus Day. At 3:23 p.m., the Thai military shelled into the area of Bang Trakun. The situation in other areas remains calm, but our force
continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian areas. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in the death of 18, including one infant, and injuries to 79 innocent Cambodian civilians as of 7 a.m. December 19, 2025. Thailand's use of all types of heavy and destructive weapons and equipment and the deployment of the large number of troops to encroach on Cambodian territory is a clear and irrefutable proof of Thailand's violation of the United Nations Charter and ASEAN Charters and the basic principle of international law. Such irresponsible and illegal action undoubtedly pose a grave danger not only to regional peace and stability, but also to the very foundation of international order. Cambodia demands that the Thai side immediately cease the international dissemination of the false information. This disinformation campaign is clearly designed to divert international attention from Thailand's violation of international law by falsely portraying Cambodia as an aggressor, thereby serving as a mere excuse to increase tension and support its ongoing aggression against the legitimate sovereign territory of Cambodia. We demand that the Thai military immediately cease its campaign of systemic misinformation and distortion. The path towards stability requires an immediate cessation of hostility, strict adherence to the ceasefire, and the full implementation of the joint declaration on the peace agreement between Cambodia and Thailand. The Thai leadership must now demonstrate its sincerity, transparency, and commitment to international law through responsible action rather than rhetoric and lies. In this sense, Cambodia calls on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crime and unlawful activity, as well as demand that Thailand must take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activities and withdraw its force from Cambodia in territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region as a whole. Cambodia reaffirmed its firm commitment to respect and strictly abide by the terms of the ceasefire and the joint declaration on the peace agreement between Cambodia and Thailand, acting with the utmost goodwill and responsibility. Cambodia is resolutely committed to the peaceful settlement of dispute in accordance with international laws, as well as all existing treaties, conventions, and agreements, with the objective of finding just, equitable, and lasting resolution. Consequently, Cambodia further expressed its earnest hope that the Thai side will equally respect and adhere to the joint declaration on the peace agreement
which was initiated by President Donald J. Trump and Prime Minister His Excellency Anwar Ibrahim and was formally signed by both Cambodia and Thailand on October 26, 2025. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៃការរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅថ្ងៃទី19ខែធ្នូឆ្នាំ2025នេះនាងខ្ញុំនឹងធ្វើការជម្រាបជូននៅស្ថានភាពវិវត្តថ្មីៗនៅពេលក្រោយសូមអរគុណសូមជម្រាបលា